សួស្តីអ្នកទាំងអស់គ្នានៅក្នុងវីដេអូនេះគឺខ្ញុំនឹងមកចែករំលែកបទពិសោធន៍របស់ខ្ញុំកាលពីខ្ញុំរៀននៅខេត្តមូលហេតុដែលខ្ញុំសម្រេចចិត្តយកបទពិសោធន៍នេះមកចែករំលែកដោយសារតែខ្ញុំទទួលបានសំណួរពីនិស្សិតឆ្នាំទី2ម្នាក់ដែលគាត់រៀននៅសាកលវិទ្យាល័យ Bill Bright សាខាខេត្តសៀមរាបគាត់ស្តីទៅនឹងខ្ញុំដែរគ្រាន់តែខ្ញុំរៀននៅខេត្តបាត់ដំបងហើយគាត់រៀននៅខេត្តសៀមរាបអញ្ចឹងចង់ដឹងថាតើគាត់សួរអ្វីខ្លះតោះ let's go សំណួរទី1ដែលគាត់សួរមកកាន់ខ្ញុំគាត់សួរខ្ញុំថាតើនិស្សិត IT ដែលរៀននៅខេត្តគួរធ្វើការបណ្ដាដែរឬទេបងហើយសំណួរទី2គាត់សួរមកកាន់ខ្ញុំថាតើរៀនចប់គួរមករកការងារធ្វើនៅទីក្រុងភ្នំពេញឬអត់អញ្ចឹងនេះគឺជាសំណួរដែលពិបាកឆ្លើយមែនទែនសម្រាប់និស្សិតដែលនៅខេត្តប៉ុន្តែដោយសារតែខ្ញុំមានបទពិសោធន៍រៀននៅខេត្តអញ្ចឹងខ្ញុំអាចយកបទពិសោធន៍របស់ខ្ញុំមកចែករំលែកអ្នកទាំងអស់គ្នាបានកាលពីខ្ញុំរៀននៅខេត្តខ្ញុំរៀននៅខេត្តបាត់ដំបងសាកលវិទ្យាល័យ Bill Bright សាខាខេត្តបាត់ដំបងនៅពេលដែលចូលទៅដល់ឆ្នាំទី2ឆ្នាំទី1ខ្ញុំក៏បានរកការងារធ្វើហើយខ្ញុំបានរកឃើញថាការងារដែលតាក់ទងទៅនឹងជំនាញ Software Development គឺអត់មានទេនៅខេត្តបាត់ដំបងកាលជំនាន់ខ្ញុំរៀនហ្នឹងប៉ុន្តែខ្ញុំបានការងារមួយដោយបងប្រុសខ្ញុំគាត់សុំគេឲ្យគឺខ្ញុំទៅធ្វើជាអ្នកជួសជុលកុំព្យូទ័រដំឡើង software និងជួសជុល hardware ជាដើមលើពីនោះទៀតខ្ញុំក៏ជាអ្នកលក់កុំព្យូទ័រហើយលក់ទូរស័ព្ទដៃដែរអញ្ចឹងនេះគឺជាអ្វីដែលខ្ញុំបានធ្វើនៅសាកលវិទ្យាល័យកាលខ្ញុំរៀននៅឆ្នាំទី2ហើយខ្ញុំធ្វើរហូតដល់តែខ្ញុំចប់ឆ្នាំទី3អញ្ចឹងមានន័យថាខ្ញុំធ្វើរយៈពេល2ឆ្នាំពេញនៅក្នុងការងារមួយហ្នឹងអញ្ចឹងនៅក្នុងការងារមួយហ្នឹងគឺខ្ញុំទទួលបានចំណេះដឹងច្រើនមែនតើបើទោះបីជាវាបានលុយតិចប៉ុន្តែខ្ញុំទទួលបានចំណេះដឹងច្រើនទាក់ទងនឹង communication skill ទាក់ទងទៅនឹងចំណេះនិងជំនាញមួយចំនួនដែលនិស្សិតគ្រប់គ្នាសង្ឃថាអត់បានប៉ះប៉ុន្តែខ្ញុំបានខ្ញុំបានស្គាល់ទាំងអស់អញ្ចឹងនេះគឺជាបទពិសោធន៍ដ៏ល្អមួយសម្រាប់ខ្ញុំហើយវាក៏ជាផ្នែកមួយដែលជំរុញឲ្យខ្ញុំឡើងមកដល់ខ្លះជា software developer ដែរកំឡុងពេលដែលខ្ញុំធ្វើការហ្នឹងគឺខ្ញុំមានបំណងចង់មកធ្វើការនៅភ្នំពេញហើយខ្ញុំសិត target សិតគោលដៅហ្មងថាខ្ញុំដាច់ខាតត្រូវតែមកទីក្រុងភ្នំពេញនៅពេលដែលខ្ញុំរៀនចប់ខ្ញុំក៏បានប្រាប់ទៅកាន់បងប្រុសរបស់ខ្ញុំហើយខ្ញុំក៏បានប្រាប់ទៅកាន់ម៉ាក់ប៉ារបស់ខ្ញុំដែរថាខ្ញុំមិននៅក្រុងបាត់ដំបងទេខ្ញុំនឹងមកភ្នំពេញហើយហេតុផលគឺនៅក្រុងបាត់ដំបងគឺអត់មានការងារដែលខ្ញុំចង់ធ្វើទេគឺមានតែការងារផ្សេងទូទៅការងារដែលខ្ញុំចង់ធ្វើគឺជាការងារផ្នែក software development ខាង mobile application developer រយៈពេល2ឆ្នាំដែលខ្ញុំធ្វើការហ្នឹងខ្ញុំក៏បានឈប់នៅឆ្នាំទី4ហើយឆ្នាំទី4ហ្នឹងគឺខ្ញុំចាប់ផ្ដើមធ្វើសារណាប័ត្របញ្ចប់ការសិក្សាតាក់ទងទៅនឹង mobile application តាក់ទងទៅនឹងការធ្វើសារណាហ្នឹងគឺខ្ញុំធ្វើទៅលើ mobile application សុទ្ធហើយលទ្ធផលគឺយើងទទួលបានជោគជ័យនៅក្នុងការសិក្សាទាំងក្រុមតែម្ដងប៉ុន្តែនៅពេលហ្នឹងគឺឡើងមកភ្នំពេញតែ2នាក់ទេដែលមួយគឺជាខ្ញុំហើយម្នាក់ទៀតគឺដៃគូរបស់ខ្ញុំហើយមានអ្នកផ្សេងទៀតប៉ុន្តែគាត់នៅក្រុមផ្សេងក្រុមខ្ញុំគឺឡើងមកតែ2នាក់ទេបច្ចុប្បន្នហ្នឹងគឺនៅភ្នំពេញទាំង2នាក់ទាំងខ្ញុំទាំងគាត់ឥឡូវនេះយើងបកមកកាន់សំណួរបងប្រុសម្នាក់ដែលគាត់សួរមកកាន់ខ្ញុំនៅវិញតើនិស្សិត IT គួររៀនបណ្ដាលធ្វើការបណ្ដាលដែរឬទេបើសិនជាយើងចង់បានបទពិសោធន៍ការងារខ្លះនឹងមានចំណូលបន្តិចបន្តួចដើម្បីជួយទៅដល់ការសិក្សារបស់យើងគួរតែធ្វើការ part time យើងរកការងារណា part time ឬក៏ការងារ full timeប៉ុន្តែយើងរៀនសៅរ៍អាទិត្យវិញប៉ុន្តែ make sure ថាការងារទាំងអស់នេះគឺមិនប៉ះពាល់ជាមួយនឹងការសិក្សារបស់យើងទេមានន័យថាម៉េចមានន័យថាបើសិនជាការងារនឹងមានសម្ពាធរហូតដល់តែបាត់បង់ការសិក្សារហូតដល់តែយើងលែងមានពេលស្រាវជ្រាវធ្វើ assignment ឲ្យគ្រូវាមិនមែនជាការងារដែលល្អសម្រាប់អនាគតរបស់យើងទេការងារដែលល្អសម្រាប់យើងនៅក្នុងកំឡុងពេលរៀនក្នុងនាមជានិស្សិត IT យើងធ្វើការយើងនឹងមានពេលវេលាដើម្បីអនុវត្តធ្វើកិច្ចការមានពេលវេលាស្រាវជ្រាវមិនមានសម្ពាធខ្លាំងពីការងារហើយប្រាក់កម្រៃកុំរំពឹងខ្ពស់ពេកតែរំពឹងខ្ពស់គឺសម្ពាធគឺនឹងខ្ពស់ហើយប្រាក់កម្រៃបានត្រឹមតែ$100-200ដើម្បីចិញ្ចឹមខ្លួនឯងឬក៏បង់ថ្លៃសិក្សាក្រៅម៉ោងផ្សេងឬក៏បង់ថ្លៃបន្ទប់ជួលជាដើមអញ្ចឹងអាហ្នឹងគឺយើងអាចធ្វើបែបហ្នឹងបានហើយវាល្អសម្រាប់យើងបើសិនជាយើងជាអ្នកក្រប៉ុន្តែបើសិនជាយើងជាអ្នកទូធាដែរយើងអត់ទាន់ចង់ធ្វើការយើងខំរៀនឲ្យខ្លាំងបើសិនជាករណីយើងនៅខេត្តយើងខំរៀនឲ្យខ្លាំងស្រាវជ្រាវឲ្យដឹងច្រើនអានសភៅឲ្យច្រើនអាន official document របស់ framework ឬក៏ក្រុមហ៊ុនធំណាដែលគេបញ្ចេញ technology ថ្មីមកឲ្យបានច្រើនដើម្បីអីដើម្បីឲ្យយើងមានចំណេះដឹងច្រើនទៅលើផ្នែកហ្នឹងផ្នែក IT យើងហ្នឹងហើយផ្នែក IT យើងគឺភាគច្រើនគឺចេញពី western មកចេញពីខាងលោកខាងលិចមកអញ្ចឹងឯកសារគឺជាភាសាអង់គ្លេសចឹងភាសាអង់គ្លេសក៏យើងត្រូវតែប្រឹងដែរបើមិនជាយើងអត់ប្រឹងទេយើងក៏ពិបាកនៅក្នុងការស្រាវជ្រាវដែរហើយវាមិនទាមទារឲ្យយើងខ្លាំងដល់កប់ IL ទេប៉ុន្តែយើងឲ្យយើងអានយល់ធ្វើបានចា៎ហ្នឹងគឺជា requirement នៅពេលដែលយើងកំពុងរៀននៅ IT ហើយបើសិនជាយើងធ្វើការបដារៀនបដាយើងក៏ត្រូវតែឆ្លៀតរៀនអង់គ្លេសដូចគ្នាអញ្ចឹងពីខ្ញុំទៅបើសិនជាមានឱកាសការងារយើងគួរតែធ្វើយកបទពិសោធន៍
ឲ្យបានមួយឆ្នាំអីទៅចាំបកមករៀនវិញសុទ្ធក៏បានប៉ុន្តែបត់មានទេយើងខំរៀនឲ្យខ្លាំងយើងរៀនបង្កើតអ្វីដែលថ្មីដើម្បីជាស្នាដៃរបស់យើងទុកនៅពេលដែលយើងទៅសម្ភាសការងារឬក៏យើងទៅដាក់នៅក្រុមហ៊ុនណាមួយផ្នែក IT យើងយកអាហ្នឹងធ្វើជា reference ថាយើងពិតជាបានធ្វើអាហ្នឹងមែនអានេះគំនិតពីខ្ញុំទៅប៉ុន្តែបើសិនជាអ្នកផ្សេងគាត់មានគំនិតបែបផ្សេងប៉ុន្តែពីខ្ញុំគឺបើមានឱកាសគឺយើងត្រូវតែធ្វើពួកឱកាសវាមិនចេះតែកើតមានទេប៉ុន្តែបើអត់មានទេយើងខំរៀនដើម្បីបង្កើតឱកាសចា៎នេះគឺជាអ្វីដែលខ្ញុំបានធ្វើនៅសាកលវិទ្យាល័យកាលខ្ញុំនៅរៀនសាកលវិទ្យាល័យអញ្ចឹងបើសិនជាអ្នកនរគ្នាគិតថាហ្នឹងវាល្អសម្រាប់អ្នកទាំងអស់គ្នាអ្នកនរគ្នាក៏អាចធ្វើអញ្ចឹងបានដែរហើយវាពិតជាល្អសម្រាប់ខ្ញុំវាពិតជាល្អប៉ុន្តែសម្រាប់អ្នកនរគ្នាខ្ញុំក៏អត់ដឹងដែរតែតោងទៅនឹងការរៀនបណ្ដាលធ្វើការបណ្ដាលនេះគឺមានអត្ថប្រយោជន៍ច្រើនខ្ញុំឧទាហរណ៍ឲ្យអ្នកទាំងអស់គ្នាងាយយល់មួយឧទាហរណ៍យើងធ្វើការប្រកបជាមានមនុស្សចាស់មានក្មេងត្រូវអញ្ចឹងបើសិនជាយើងធ្វើការហ្នឹងមិនមែនជាជំនាញ IT ហើយយើងប្រាប់មនុស្សចាស់ម្នាក់នៅក្នុងហ្នឹងប្រាប់យើងប្រាប់គាត់ថាខ្ញុំរៀន IT តើអាចជួយណែនាំក្រុមហ៊ុនណាឬក៏ position ណាដែលតាក់ទងនឹង IT ឲ្យខ្ញុំធ្វើបានដែរឬទេបើសិនជាយើងប៉ះចំមនុស្សល្អគេនឹងតាក់ទងទៅរកក្រុមហ៊ុន IT ដែលគេស្គាល់រួចគេនឹងបញ្ជូនយើងទៅសម្ភាសការងារដើម្បីធ្វើការនៅកន្លែងហ្នឹងផ្នែក IT អញ្ចឹងឃើញត្រូវចំណុចឃើញ benefit វាមកហើយអានេះគឺជាអ្វីដែលយើងនឹងទទួលបាននៅពេលដែលយើងធ្វើការបណ្ដាលរៀនបណ្ដាលប៉ុន្តែបើសិនជាអត់ទេយើងក៏អត់ទទួលបានការនេះដូចគ្នាប៉ុន្តែវាមិនមែនប្រកាសថាទាំងអស់ហ្នឹងគឺសុទ្ធតែល្អឯងយើងធ្វើការបណ្ដាលរៀនបណ្ដាលវារៀងហត់ជាងគេអ្នករៀនសុទ្ធប៉ុន្តែធ្វើម៉េចបើយើងអត់ជំរឿសយើងត្រូវតស៊ូបន្ថែមពីនេះទៀតបើសិនជាយើងរៀនបណ្ដាលធ្វើការបណ្ដាលយើងកុំភ្លេចឲ្យសោះថាគោលដៅយើងគឺ IT អញ្ចឹងយើងកុំភ្លេចកុំបង្វែរដានខ្លួនឯងថាធ្វើការនេះបានលុយភ្លេចរហូតដល់តែខ្លួនឯងមានបំណងថាចង់ធ្វើការ IT ហ្នឹងគឺយើងអត់ខំរៀនអត់ប្រឹងប្រែងនៅពេលដែលឱកាស IT ធ្លាក់មកដល់ពេលហ្នឹងយើងចាប់ឱកាសហ្នឹងអត់បានទៀតចា៎នេះគឺពីខ្ញុំទៅគឺខ្ញុំផ្ដាំមកហើយប្រយ័ត្នធ្វើការបានលុយភ្លេចរៀនពង្រឹងសមត្ថភាពខ្លួនឯងបន្ថែមឥឡូវនេះគឺចូលមកដល់សំណួរទី2ដែលគាត់សួរហើយក៏ជាសំណួរចុងក្រោយដែរចឹងក៏សួរខ្ញុំថាតើរៀនចប់គួរមករកការងារ IT ធ្វើនៅទីក្រុងភ្នំពេញដែរឬទេសម្រាប់ខ្ញុំបើសិនជាពិតជាស្រឡាញ់ខ្លួនឯងនិងចង់អភិវឌ្ឍខ្លួននៅក្នុងចំណោមអ្នកខ្លាំងច្រើនយើងគួរតែមកភ្នំពេញដើម្បីប្រឡូកនៅក្នុងការងារជាអ្នកធ្វើ software ជា network engineering ឬក៏ជា cyber security ឬក៏ជា data science អីផ្សេងៗហ្នឹងនៅក្នុងជំនាញ IT របស់យើងរៀនមួយណាយើងខ្លាំងមួយណាយើងមកមួយនឹងមកយើងគួរតែមកធ្វើការនៅភ្នំពេញដោយសារតែនៅភ្នំពេញគឺជាកន្លែងដែលមានឱកាសច្រើនហើយក្រុមហ៊ុនជាច្រើនផ្នែក IT គេរើសអ្នកដែលចេះពិតប្រាកដយកមកធ្វើការហើយការងារទាំងអស់ហ្នឹងគឺមានដូចជាធនាគារដូចក្រុមហ៊ុន delivery ឃើញយើងប្រើ delivery យើងប្រើ app ទាំងអស់ហើយអញ្ចឹងអាហ្នឹងគឺខាង software development ត្រូវប៉ាន់ back end server side អីហ្នឹងគឺត្រូវទាំងអស់នៅក្នុងស្ថាប័នមួយបើសិនជាអត់មាន IT ទេគឺពិបាកនឹងដើរទាន់គេណាហើយនៅក្នុងភ្នំពេញគឺមានស្ថាប័នច្រើនរាប់មិនអស់អញ្ចឹងបើសិនជាយើងមកភ្នំពេញគឺយើងមានឱកាសច្រើននៅក្នុងការអភិវឌ្ឍខ្លួនធម្មតាសមត្ថភាពយើងឡើងបបិសោតយើងច្រើនប្រាក់ខែក៏វាច្រើនតាមនឹងដែរបើពេលដែលប្រាក់ខែច្រើនតាមអញ្ចឹងយើងក៏មានឱកាសខ្ពស់នៅក្នុងការយកលុយហ្នឹងទៅរៀនបន្តទៀតដែរអាហ្នឹងពីខ្ញុំទៅគឺបែបហ្នឹងហើយបច្ចុប្បន្នខ្ញុំក៏ធ្វើបែបហ្នឹងដែរហើយខ្ញុំក៏ទទួលបានផលដែរប៉ុន្តែវាមិន 100% ទេវាបាន 70-80% ដែរអញ្ចឹងវាចាត់ទុកថាជោគជ័យហើយ 80-90% អញ្ចឹងសម្រាប់វីដេអូមួយនេះគឺខ្ញុំមានតែប៉ុណ្្នឹងទេយោបល់ពីខ្ញុំបើសិនជាអ្នកទាំងអស់គ្នាមានបំណងឬក៏អ្នកទាំងអស់គ្នាមានយោបល់អីផ្សេងអ្នកទាំងអស់គ្នាអាច comment ឲ្យខ្ញុំបានហ្នឹងផងពួកខ្ញុំចង់ដឹងពីគំនិតអ្នកទាំងអស់គ្នាដែរប៉ុន្តែបើសិនជាអ្នកទាំងអស់គ្នាមានសំណួរអ្វីតាក់ទងទៅនឹង IT អ្នកទាំងអស់គ្នាអាច comment នៅខាងក្រោមនឹងមកខ្ញុំនឹងយកវាមកធ្វើប្រធានបទដើម្បីបកស្រាយជូនអ្នកទាំងអស់គ្នាយោងតាមបទពិសោធន៍របស់ខ្ញុំបើសិនជាអត់មានបទពិសោធន៍ទេគឺខ្ញុំនឹងស្រាវជ្រាវនឹងយកអំណះអំណាងមកប្រាប់អ្នកទាំងអស់គ្នាដូចគ្នាចុះវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេបាយបាយ